ហើយបាទជំរាបសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មី Part 2ដែលយើងតពីវគ្គមុនបន្ទាប់ពីយើង install ទៅលើក្រុម install setup install the same អញ្ចឹងដល់ពេលដែលយើង set up ទៅលើ website hosting របស់យើងហើយយើងទទួលបាន Minecraft មួយអញ្ចឹងគឺនេះ server Minecraft ដែលអ្នកនរគ្នាយើង set up ហើយហ្នឹងយើងអាចចូលលេងបានអញ្ចឹងវគ្គបន្ទាប់នេះគឺយើង install ទៅលើ Edge ផ្សេងដូចជា Node ដើម្បីធ្វើជា bot ចម្រៀងដែលយើងចង់សូកទាំងអស់គ្នាអញ្ចឹងដំបូងអ្នកនរគ្នាចូលទៅកាន់ website មួយឬក៏ search ថា Edge មកយើងចឹងខ្ញុំ search ចូលនេះហើយយើងចូលមកកាន់ GitHub នេះមកយើងជ្រើសយកពាក្យនេះ generic នេះអញ្ចឹងនៅក្នុង generic នេះវាមាន language ជាច្រើនដូចជា Bond runtime នេះគេហៅជា runtime មាន Bond មាន C# មាន Dart Dino Golang Java ហើយ Lua Node.js ឬក៏ Node មកនេះហើយ Python អញ្ចឹងដោយសារតែខ្ញុំធ្វើទៅលើ Node.js អញ្ចឹងយើងចុចចូលលេងហើយយើង download នេះមកយើងឲ្យយើង install វាមកតបមកយើងចូលទៅកាន់ website របស់យើងវិញយើងចូលកាន់ admin តបមកយើងចូលកន្លែងខាងក្រោមនេះយើងបង្កើតឈ្មោះមួយមកកើតវាថាជា Node.js cell តពី cell រួចយើងចូលមកកាន់កន្លែងនេះយើង import យើងចូលមកយើងកន្លែងនេះរើស Node.js យើងយក Node.json file យើងហ្នឹង download ហ្នឹងយើង import មកយើងចឹងកន្លែងនេះវានឹងshow ទៅយើងទៅលើ Node version នេះហ្នឹងតមកយើងចង់កែឈ្មោះដាក់មកដាក់ Node អញ្ចឹងមកតមកយើង save មកយកតបពី save ហើយយើងនឹងបាន edge មួយហើយចង់តបពីបាន edge ហើយយើងត្រូវបង្កើត server មួយមុនបង្កើត server យើងចូលទៅកាន់ Node យើងត្រូវ allocate server យើងទៅលើ port ដូចមុនអញ្ចឹងចឹងនេះ edge នេះដុំ IP align អញ្ចឹង port ខ្ញុំដាក់ឧទាហរណ៍ថាដាក់20 ចេះ save ដាក់ port 2000ទៅ2000ដល់2010ខ្ញុំបង្កើតចោល10 port ចុះដើម្បីយើងធ្វើទៅលើផ្សេងទៀតអញ្ចឹងអានេះ port 2000ដល់2010តបមកយើងចូលទៅកាន់ server តបមកចុច new អញ្ចឹងឧទាហរណ៍ខ្ញុំតាក់ទងមួយ music board ដាក់ music board អញ្ចឹងនេះដាក់ឈ្មោះខ្ញុំតបមកឥឡូវយើងរើស port 2000របស់យើងមកហ្នឹងកន្លែងនេះដូចមុនអញ្ចឹងគឺយើងដាក់100មក set limit ឲ្យវាមកចង់នេះដាក់វា 1G នេះវា 2G បានហើយអញ្ចឹងខ្ញុំដាក់តែប៉ុណ្្នឹងទៅយើងអាចបង្កើតបានច្រើន bot ហើយបើសិនកាលណា VPS យើងទូច VPS យើងធំយើងដាក់ច្រើនទៅតែ bot music ក៏កូដរបស់ខ្ញុំដាក់តែប៉ុណ្្នឹងទេវារៀនអស់ផងប៉ុណ្្នឹងអញ្ចឹងឡើយនេះយក node តបយក node ហើយអ្នកចុច create server មកតបមកយើងវានឹង install ទៅលើ node របស់យើងមួយចឹងឥឡូវបញ្ជាក់ឡើងនេះម្ដងទៀតខ្ញុំភ្លេចចឹងនឹងនេះពេលដែលអ្នកបង្កើត server នៅពេលដែលយើងរើសវាជាប្រភេទ node កន្លែងនេះវានឹងឲ្យយើង access ទៅលើ repo ឬក៏កូដដែលយើងមានស្រាប់ក្នុង GitHub បើសិនអ្នកនរមានអ្នកនរ set up មកធ្វើការកូដ repo address បារាំងហើយ GitHub git username របស់អ្នកនរហើយនឹង GitHub asset token យ៉ាងហ្នឹងនៅពេលដែលអ្នក set up អាហ្នឹងហើយវានឹង auto ទៅវាទៅ clone បញ្ចេញដាក់ចូលក្នុង file របស់យើងឲ្យយើងយកហ្មងចឹងឡើយនេះគឺយើង install អត់ទាន់ហើយទេទុកឲ្យវា install សិនទៅបើវាអត់ទាន់ហើយចឹងទៅពេលវាហើយវា set វាថាយើង complete ហើយអាចមើលបានឃើញ file ហើយចឹងនៅខ្ញុំដោយសារតែខ្ញុំមានកូដបញ្ចេញ port music មួយ template របស់ខ្ញុំយើងចូលទៅកាន់ Discord ខ្ញុំចូលទៅកាន់ account នេះខ្ញុំចូលទៅកាន់ my Discord portal អញ្ចឹង Discord portal នេះគឺជា website ដែលយើងបង្កើតទៅលើ bot ជំនាញ bot ផ្សេងជាប្រភេទ Discord bot ខ្ញុំយកមកដាក់ឈ្មោះខ្ញុំ create មួយពង verify មួយអញ្ចឹងដល់ពេលពី create វាចេញជា bot មួយតមកយើងត្រូវការទៅមើលចុះនេះម្លងពេល set up នេះទុកវាចោលទៅហើយយើងមក set up bot យើងដំបូងវាត្រូវការ profile ខ្ញុំដាក់ថាខ្ញុំមានរូបនេះដាក់ចុះនឹងរូបស្អីចេះដាក់សិនណាដាក់សិនចុះមិនដាក់រូបស្អាតជាងចេះ install ដាក់ node bot
តមកឡើយនេះគឺយើងកន្លែងនេះគឺយើងការ set up ទៅលើ bot អញ្ចឹងអ្នកនេះចង់ឲ្យ bot មាន permission អីយើង set អានេះមកអញ្ចឹងដោយសារខ្ញុំជា admin ហើយ server ខ្ញុំទេដាក់ admin តមកខ្ញុំ install bot ចូល server សិនអញ្ចឹងខ្ញុំត្រូវការ install bot ចូល server ទី1យើងភ្លេចដាក់ឲ្យមើលអញ្ចឹងឡើយខ្ញុំ add bot ចូល server សិនតមកខ្ញុំ add ចូល server ធំមួយទៀតនេះគឺជា server code ដិចអ្នកនេះអាច join ហើយយក code បានឈប់ខ្ញុំចូល server ធំខ្ញុំមួយទៀតអញ្ចឹង add ចូល server ធំហើយ complete អញ្ចឹង complete យើងបកមកមើលទៅលើ website hosting យើងវិញអញ្ចឹងឥឡូវនេះវា install ហើយ complete ហើយអញ្ចឹងឥឡូវនេះវាតម្រូវឲ្យអ្នកនរត្រូវការដាក់ code ចូលអញ្ចឹងឥឡូវនេះដោយសារថា code ខ្ញុំមាន template ស្រាប់អញ្ចឹងខ្ញុំគ្រាន់តែទាញវាចូលមកអញ្ចឹងទៅដល់ទាញវាចូលវានឹង auto upload ឲ្យយើងហើយអញ្ចឹងម្លងពេល upload យើងបកទៅធ្វើ Discord យើងបកយើងតមកយើងចូលឡើង bot នេះយើងបើក option 3នេះដើម្បីឲ្យDiscord វា allow យើង access ទៅលើ bot ហ្នឹងដើម្បី bot run បាននិយាយជាទូទៅ Discord allow ឲ្យយើង add បានត្រឹមតែ100 server ទៅលើ bot មួយអញ្ចឹងបើសិនអ្នកនេះចង់ធ្វើការ add time យើងចុចវានឹង load ឲ្យយើង apply ដើម្បី request ហើយអញ្ចឹងនេះគឺ bot តេស្តទេអញ្ចឹងយើងបកមកមើល website យើងវិញចេះចឹង bot យើង complete ហើយយើងចុចមកស្ដាំលើវាមកហើយយើងយកពាក្យ uninitial នេះមកដើម្បីពលា code យើងអញ្ចឹងនេះគឺជា bot code bot យើងអញ្ចឹងខ្ញុំសុំ move វាមកក្រៅវិញចុចមួយមក move វាមក home វិញមកអញ្ចឹងវាមកកន្លែង home content នេះអញ្ចឹងខ្ញុំលុបcode ចាស់យើងចោលពីនេះកុំឲ្យវាស្កេសតបមកយើងត្រូវការ set up ទៅលើ env ទៅលើ bot អញ្ចឹង env នេះយើងនឹងមាន env sample មួយឲ្យអ្នកនរគ្នាអញ្ចឹងបើសិនអ្នកមាន env យើង copy ដាក់មកអញ្ចឹងនេះគឺជា env របស់ខ្ញុំអញ្ចឹង env មួយនេះគឺយើងដាក់របៀបបង្កើតមួយឲ្យអ្នកនរគ្នាមើលថាត្រូវយកពីណាអញ្ចឹងណាអញ្ចឹងខ្ញុំបង្កើត file ថ្មីមួយខ្ញុំដាក់ env ចូលខ្ញុំ save ដាក់ .env តបមកខ្ញុំត្រូវកែ config មួយចំនួនអញ្ចឹងឥឡូវនេះខ្ញុំត្រូវការ token bot ខ្ញុំ reset token មកសិនលុបឆែកទីខ្ញុំត្រូវការ verify two factor ទី9 7 96យកចេញនេះគឺ token យើងយក token មកដាក់ខាងលើនេះ yes តបមកទៀតយើងចូលទៅកាន់ application ID យើងយកកន្លែងនេះនេះគឺជា owner ID យើង ID យើងមកហើយតបមកគឺជា guard ID នេះដោយសារតែខ្ញុំចង់ឲ្យវា log ចូលនៅ server មួយនេះអញ្ចឹងខ្ញុំដាក់ log នៅ server guard មួយនេះហើយខ្ញុំមាន room log របស់ខ្ញុំអញ្ចឹងខ្ញុំដាក់ដូច set up server មួយមាន room 2ហ្នឹងមកតបមកកន្លែងនេះគឺជា starter bot ដែលយើងសូននៅខាងគៀននេះថា bot starter online អីចឹងដូចមុននេះដូចជាដាក់មក starter វាអញ្ចឹង streaming ឯនេះយកតបមកកន្លែង MongoDB នេះយើងត្រូវការបង្កើត Mongo មួយអញ្ចឹង Mongo អ្នកនេះចូលទៅកាន់ website MongoDB មកហើយយើង sign up account ទៅយើងបង្កើត closer មួយទៅអញ្ចឹងដោយសារតែ closer ខ្ញុំមានស្រាប់ហើយខ្ញុំអត់ demo អ្នកនរគ្នាទេខ្ញុំបង្កើតខ្ញុំប្រើយកអញ្ចឹងនេះគឺជាMongoDB របស់ខ្ញុំអញ្ចឹងខ្ញុំប្រើទៅលើឈ្មោះខ្ញុំយូអញ្ចឹងឥឡូវនេះគឺជាnode អត់អីទេយើងដាក់ skip ចោលក៏បានដែរអញ្ចឹងឥឡូវនេះ node នេះគឺជាកន្លែងយើង set up labeling អញ្ចឹង labeling យើងចូលទៅកាន់ website labeling មកនឹង search ពាក្យថា labeling អញ្ចឹងនៅ labeling ហ្នឹងវាមានពីរប្រភេទជាប្រភេទ ASL without ASL អញ្ចឹងយើងអាចយកមួយណាមកប្រើក៏បានដែរអញ្ចឹងនៅនេះសារនេះខ្ញុំប្រើ website មួយនេះយើង set up labeling មកអញ្ចឹងឥឡូវនេះគឺជា host នេះយើងមាននៅក្នុង website របស់យើងគឺកន្លែងនេះយើងដូរដាក់ labeling ហ្នឹងមកឥឡូវនេះមួយទៀតយើងដូរ port ទៅជា443តមក u password កន្លែង authentication នេះយើងដាក់ password អញ្ចឹងឥឡូវនេះគឺយើងដាក់secure នេះដាក់វា true មកតែប៉ុណ្្នឹងទេ true តមកយើង save ដល់ពី save ហើយយើងចង់ដឹង run ដៃនេះ run អត់កើតទេដោយសារតែ project យើងគឺយើង compile ហើយអញ្ចឹងអ្នកធ្វើការទៅដូរកន្លែង start up នេះមកដាក់ជាកន្លែង disk នេះវិញ
ហើយ run ទៅរក file index.js ចឹងដោយសារ start up auto វានឹងចាប់ទៅ index.js ហើយចឹងអ្នកត្រូវថែម folder មួយឈ្មោះថា this ហើយ /index.js តមកយើងដាក់ version 20មកដោយសារ project ខ្ញុំ support version 20ចឹងឡើយនេះយើងចុចពាក្យ start មកចឹងដល់ពេល start code script យើងវានឹង auto ទៅ install node package មួយចំនួននេះចឹងមកទៅលើ Discord bot មួយហ្នឹងចាំតិចឲ្យវា install សិនទៅពេលដែល install វានឹងចេញជាប្រភេទ doc file មួយហើយ node module មួយជាទូទៅដូច project យើង install នៅ local machine យើងចឹងចឹងបើសិនអ្នកចង់បង្កើតជា Lava Link ខ្លួនឯងអ្នកចូលទៅកាន់ Edge នេះមកហើយយកកន្លែងនេះពាក្យថា voice server នេះ voice server នេះយើងចែកចេញជាមាន link មាន Lava Link មានអីចឹងមកចឹង Lava Link យកមកហើយ down Edge វាដូចគ្នាមកតោះមកយើង set up ដូចមុនហ្នឹងចឹងហើយវាមានផ្សេងទៀតដូចជាមុនហ្នឹងយើងឃើញមាន Python មាន Bond មានអីហ្នឹងយើងចុច download JSON file មកហើយ set up នៅក្នុង server យើងមក Edge វាមួយមកហើយយើង install ទៅតាមបច្ចេករបស់យើងទៅវានឹងចាប់តាមបានចេញជាទម្រង់បែបនេះហើយទាំងនេះបច្ចេកយើងវាកំពុង run វា install នេះ detect អញ្ចឹងមកនេះ script យើងវានឹង auto run version 20ដែលយើង set មុនហ្នឹងអញ្ចឹងឡើយនេះវានឹង run ហើយអញ្ចឹងនេះគឺជា music អញ្ចឹងវា run វានឹង show នេះអញ្ចឹង bot នេះ complete auto run វានឹង run ហើយដូច្នេះ node អញ្ចឹងឡើយនេះខ្ញុំត្រូវការដូរបន្តិចជាស្រ័យខ្ញុំដូរឈ្មោះ server ដូរ ID server ហ្នឹងហើយតែវាអត់ចាប់វាចាប់អត់បានត្រូវហើយ log node នេះ u ដាក់ឈ្មោះ u វិញអញ្ចឹងខ្ញុំ compile សុំ restart board ម្ដងទៀតអញ្ចឹងចង់ថាបង board នឹង run អត់ខ្ញុំចុចមើលឡើយនេះមកខ្ញុំអូសមកក្រោមនេះវានឹង show ដោយសារមុននឹងដាក់ឈ្មោះ elect អញ្ចឹងជាប់អូខេអញ្ចឹងខ្ញុំត្រូវ restart វាដូរឈ្មោះមកឈ្មោះខ្ញុំវិញនេះអញ្ចឹង Android board នេះ run ហើយអញ្ចឹងចង់ដឹងយើងចូលមក test មកអីគេប្រមចូលមក test យើងបើក permission មកសិនមកចាំបើក permission ក៏បានដោយសារ board យើងមាន set admin ទេមុននេះខ្ញុំដាក់វា prefix ទៅលើ prefix យើង set ថាអក្សរ A អញ្ចឹងដើម្បី bot ចុះយើងដាក់ A join មក A join ច្រឡំដោយសារតា DB ដោយសារតា DB នេះខ្ញុំធ្លាប់បង្កើតហើយអញ្ចឹងវាជាប់ prefix ចាស់អញ្ចឹងខ្ញុំត្រូវការcheck មើលសិនថា bot ហ្នឹង prefix អីគេ y ឧទានអញ្ចឹងខ្ញុំត្រូវការ mention វា prefix reset អញ្ចឹងខ្ញុំវា reset តាអក្សរ A វិញហើយខ្ញុំដាក់ A join មកអញ្ចឹង bot join តមកបើសិនយើងចង់ test ចម្រៀងយើង search YouTube មកចម្រៀងក៏បានរឿងខ្មោចក៏បានវីដេអូ2 3ម៉ោងក៏បានដែរនឹងដាក់មួយណាក៏បានដែរថាឥឡូវខ្ញុំដាក់ចម្រៀងដឹងចម្រៀងណាទេដាក់ហុយយកបដ ாய் copyright ឡើយអូខេអូនទាំងពីរជួយបិទសលេង bot ផងអញ្ចឹង bot នេះ play ហើយយើងចង់ដឹងយើងសាកចាំបន្តិច bot start ហើយចាំបន្តិចហុយយកអេឧទានអេអលលើសុំ restart មួយទៀតសិនចូលមកលើសលេងនោះទៀតណាអត់កោណាកុំកោប្រែតាចេញរឿងតាលើសលេងរឿងបត់ហើយអត់លើចម្រៀង Hello please sing a song my friend please don't do like that បត់អត់លើចម្រៀងទេ
Hoi yo trongនេះមានតបងប្អូនខ្ញុំទិញដើរដូចអ្នកធំរៀងខ្លួនឯងដងទៀតអានេះខ្ញុំគិតថាមកពីបញ្ហា leveling ហើយយើងទៅដូរ leveling ផ្សេង leveling នេះ offline បាត់ខ្ញុំយក leveling នេះមកប្រើវិញសុំដូរ leveling សិនត្រង់នេះមានតបងប្អូនខ្ញុំទិញដល់ដូចអ្នកធំសុំងំយ៉សខ្ញុំសុំប្រើ leveling នេះវិញ authorizer password save ត្រូវអស់ហើយសុំ restart តែចាក់លើទៀតជាកំហុស bot ហើយមិនជាកំហុសខ្ញុំទេវាអត់ច្រៀង why you អត់ច្រៀងលឺ bot ច្រៀងអត់បងនេះក៏វាអត់ច្រៀងដែរនេះវាអត់ច្រៀងទាំងអស់ក៏ដោយstress ក៏ដោយដល់ bot leveling this one more តាលើទៅឈប់ធ្វើបិទវីដេអូតាមហ្នឹងឯងបិទ bot យើងដែរហើយតែគាត់យើងចាក់ចម្រៀងទៅវាអត់លឺដោយសារតែវាហត់វាមិនអាចច្រៀងបានទៀតច្រៀងតាមមកខ្វាច់មកបិទវីដេអូបានវីដេអូវែងបាត់ហើយអ្នកនរគ្នាជាស្រ័យម្ដងទៀត please sing a song តែពិសិដ្ឋច័ន្ទមនីដាក់ leveling នេះទៅ error យកបដ ாய் យ៉ាងហ្នឹងបញ្ហានេះ leveling ដែរអ្នកនរគ្នាបើសិនកាត់នៅ leveling ហ្នឹងល្អ smooth វាចាក់ទៅចេញចម្រៀងឲ្យច្រៀងហើយជឿខ្ញុំតែឡើយវាអត់ច្រៀងយ៉ា error leveling time off យើង restart មួយទៀតអត់ដើរជាកំហុស leveling because impact a change upon library using recently by you must update your port library to support ពី4ខ្ញុំប្រើនេះម្ដងមកចឹងយើង restart ហើយឬនៅយើងចាក់តេស្តម្ដងទៀត 1 2 3មិននៅតែអត់ច្រៀងដល់ពីអត់ច្រៀងហើយយើងព្យាយាមដូរ leveling មួយទៀតអញ្ចឹងយើងត្រូវការប្រើ leveling នេះម្ដងដោយសារតែប្រើ ASL វាអត់ដើរយើងប្រើ no ASL ម្ដងពេលខ្លះរៀងហត់ដែរណាតែធ្វើមិនត្រូវតែទ្រាំដើម្បីអ្នកនរគ្នាចុះនេះដាក់ Paul វិញមក save ម្ដងទៀតយើង restart វាមកហើយយើង run ម្ដងទៀតយើង stop ហើយយើង run ម្ដងទៀតមកតើដើរម្ដងទៀតរឿង
you have story start ចាស់កណ្ដុំឆែបមានរឿងអ្វីប្រឡឹងបានយូរមិនច្រៀងខ្ញុំចង់ដឹងខ្ញុំយកឡាបាលីងដាក់អត់ដែរអត់ច្រៀងទេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងចុះសម្រាប់ part 2វាជាកំហុសឡាបាលីងបតដើរហ្នឹងបតចូលហើយតែឡាបាលីងចាក់លឺចាំខ្ញុំរកឡាបាលីងផ្សេងខ្ញុំថត clip បង្ហាញអ្នកនរគ្នាម្ដងទៀតអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងជម្រាបលាបាយបាយសម្រាប់ part 2តែមុនចប់ដាក់មួយទៀតសិនអត់អស់ចិត្តខ្ញុំគិតថាមិនបានវាមិនដើរអត់អីនេះđâuវីដេអូនេះផាត់ផុសធម្មតា stop and start again one more try ត្រង់នេះមានតែបងប្អូនខ្ញុំអានេះគៀងទៀតហ៎អូយឡាបាលីងណាក៏ error ដែរលោកអើយលោកបាទអរគុណជម្រាបលាអញ្ចឹងសរុបមកគឺអត់ដើរទេដោយសារតែយើងអត់មានឡាបាលីងប្រើឡាបាលីងនេះយើងប្រើដើរទេមុនយើងប្រើឡាបាលីងមួយនេះតែឥឡូវគាត់ offline បាត់ហើយអញ្ចឹងប្រើរបស់គេនេះអត់ដើរអត់ដឹងកើតអី so វីដេអូយើងមានតែប៉ុណ្្នឹងបាយបាយ part 2ចប់អត់មានអីលីង